ពាក្យសម្ដីអ្នកដទៃអាចប៉ះពាល់ផ្លូវចិត្តយើងខ្លាំងណាស់បើយើងមិនចេះទម្លាក់វាចោលវាព្រោះវាអ្នកខ្លះហ្នឹងនិយាយពីឈឺធ្វើម៉េចឲ្យយើងកើតទុក្ខធ្វើឲ្យយើងក្តៅក្រហាយគេសប្បាយចិត្តជាងតើយើងកំណត់ដឹងថាក្នុងលោកនេះវាមានអ្នកស្រឡាញ់យើងវាមានអ្នកស្អប់យើងយើងមិនអាចខាត់ខាំងរារាំងថាត្រូវតែសរសើរត្រូវតែនិយាយល្អពីយើងអញខំធ្វើល្អហើយមិនក៏វាអញ្ចឹងអាហ្នឹងអត់អាចបខំគេបានទេវាព្រោះមនុស្សហ្នឹងវាមានអ្នកដែលមានពៀវេរាជាមួយយើងមកយើងធ្វើអីក៏ខុសយើងធ្វើល្អក៏គេនៅតែចាប់ចំណុចអាក្រក់យើងបានដែរអញ្ចឹងតើតែយើងហ៊ានទម្លាក់ថាហ្នឹងវាមានមនុស្សអញ្ចឹងហើយយើងនឹងវាមានកម្មពៀវេរាដែលធ្លាប់ធ្វើអញ្ចឹងពៀនឹងវាធ្លាក់មកលើយើងវិញអញ្ចឹងហ្នឹងហើយឧទាហរណ៍ថាបើគាត់និយាយអញ្ចឹងយើងបញ្យល់បានយើងបញ្យល់ដែរបើគាត់យល់ទទួលបានអាហ្នឹងក៏តាមគាត់ទៅបើគាត់មិនទទួលទេហ្នឹងហើយអ្នកសំពៀវេរាអ្នកទទួលពៀនឹងត្រឡប់ទៅវិញទៅយើងមិនចងពៀយ៉ាងហ្នឹងយើងវាមិនសូវកើតទុកដោយសារពាក្យសម្ដីរបស់អ្នកដទៃហ្នឹងហើយអ្នកនិយាយដែរក៏គួរពិចារណាដែរព្រោះយើងគួរឆ្លោះពិចារណាដែរថាបើគេនិយាយអាក្រក់ដាក់ខ្លួនយើងហ្នឹងក៏យើងមួម៉ៅក្តៅក្រហាយកើតទុកទូមនោះយើងក៏ជេរបន្តិចតទៅវិញទៅទៀតក៏មានគេក៏អញ្ចឹងដែរបទជនដែលនៅមានកិលេសហ្នឹងទោះជាមិនបទជនក៏ដោយក៏យើងមិនអាចត្រូវទៅបន្ទុះសារាយទេបើបន្ទុះសារាយអ្នកដែលអស់កិលេសជាអ្នកអត់មានការខឹងក្រោតតបហ្នឹងអ្នកជេរអ្នកបចោហ្នឹងបាបកម្មធ្ងន់ដោយបាច់កាមបច្រាស់ខ្យល់ស្ដោះទឹកមាត់ឡើងលើអញ្ចឹងវាធ្លាក់មកលើខ្លួនឯងទាំងអស់ហ្មងហ្នឹងនៅក្នុងធម៌បាទថាបើជេរទៅជេរមកអាហ្នឹងវាបាបប្រហែលគ្នាប៉ុន្តែបើជេរចំពោះអ្នកដែលមិនតបដោយកំហឹងណាលោកអាចបញ្យល់ដែរបើយើងនៅតែមិនព្រមនៅបន្ទុះសារាយអានឹងបាបកម្មធ្ងន់អានឹងគុណនឹង2គុណនឹង3ហ្នឹងបាច់កាមបច្រាស់ខ្យល់ហ្នឹងអញ្ចឹងយើងគួរមានទឹកចិត្តមេត្តាអាណិតដល់តិចហើយកុំសំបាបកុំសំពីវាព្រោះហ្នឹងចុងក្រោយវាធ្លាក់មកលើយើងវិញហើយវាអត់រត់ទៅណាទេកម្មហ្នឹងយើងហ៊ានកំណត់ដឹងថាហ្នឹងហើយមនុស្សមានអ្នកស្រឡាញ់អ្នកស្អប់យើងបំពេញការងារយើងឲ្យល្អគេថាគេគិតយ៉ាងណានឹងគេអ្នកសម្រេចទៅចុះយើងមិនអាចហួងហែងការគិតហួងហែងពាក្យសម្ដីអ្នកដទៃបានទេ